នេះជាវិធីក្នុងការយក account Facebook ចាស់របស់យើងមកវិញបាទទោះបីជាយើងភ្លេចជាមួយនឹង Gmail ឬក៏លេខទូរស័ព្ទឬក៏ password ក៏ដោយអូខេអញ្ចឹងអ្នកគ្នាចូលមកកាន់កន្លែងពាក្យថា forget password មកបាទមកដល់កន្លែងនេះគឺយើងភ្លេចជាមួយលេខទូរស័ព្ទយើងចូលមកកាន់កន្លែងថា search by email កន្លែងនេះយើងភ្លេចជាមួយ email មួយទៀតបាទយើងបំពេញជាមួយនឹងឈ្មោះ account Facebook របស់យើងបាទយើងវាយជាមួយនឹងឈ្មោះ Facebook របស់យើងមកបាទអូខេបាទអូខេអញ្ចឹងយើងចុច continue មកហើយអ្នកគ្នាវាយឈ្មោះ Facebook ឲ្យត្រូវអ្នកគ្នាហើយយើងពិនិត្យមើលឈ្មោះ profile របស់យើងឈ្មោះត្រូវអត់ហើយនឹង Gmail អញ្ចឹងក្នុងករណីដែលបងប្អូនអត់មាន Gmail នេះឬក៏ Gmail ខូចហើយអ្នកគ្នាគឺមិនអាចយក account នេះមកប្រើវិញបានទេបើសិនតែ Gmail នេះមិននៅក្នុងទូរស័ព្ទដៃអ្នកនរគ្នាអញ្ចឹងវាប្រៀបបានដូចនឹងយើងកំពុងតែចូលជាមួយ account គេមួយទៀតអញ្ចឹងគឺក្រុមហ៊ុន Facebook គឺមិនអោយយើងអនុញ្ញាតចូលបានទេបើសិនជាយើងអត់មាន Gmail បញ្ជាក់អញ្ចឹងយើងចុចកន្លែង Gmail មកដើម្បីបញ្ជាក់ថា Gmail នេះគឺជា Gmail របស់យើងបាទបើសិនបងប្អូនអត់មាន Gmail នេះទេគឺ Gmail នេះខូចឬក៏ទូរស័ព្ទខូចគឺយើងពិបាកក្នុងការយកណាគឺមិនងាយទេបាទព្រោះថា device មួយដែលយើងបង្កើតនេះគឺត្រូវបានខូចហើយ Gmail គឺវានឹងខូចតាមទូរស័ព្ទបើសិនអ្នកគ្នាអត់បានគ្រប់គ្រងវាអញ្ចឹងបាទអូខេអញ្ចឹងដើម្បីយក account នេះវិញបានយើងចុចកន្លែង continue មកអូខេអញ្ចឹងលេខកូដហ្នឹងនឹងផ្ញើទៅកាន់ Gmail មួយមិញ Gmail មិញណាបាទអូខេអញ្ចឹងបើសិនជា Gmail នៅក្នុងទូរស័ព្ទដៃអ្នកគ្នាគឺវាផ្ញើមកនេះវាផ្ញើមកហើយ451510អូខេអញ្ចឹងបើសិនជាករណីក្នុង Gmail នេះគឺមិននៅក្នុងទូរស័ព្ទដែរអ្នកគ្នាទេគឺអ្នកគ្នាមិនអាចចូលជាមួយនឹងកូដបានទេហើយក៏មិនអាចចូលជាមួយនឹង account នេះបានដែរព្រោះក្រុមហ៊ុន Facebook គឺមិនអោយយើងចូលនេះទេបាទបើសិនជាយើងចាំ password ទើបអាចចូលបានបើសិនជាយើងអត់ចាំអីទាំងអស់គឺមិនងាយទេអ្នកគ្នាបាទយើងចុចពាក្យកន្លែងពាក្យថា new password ក៏បានឬក៏ skip ក៏បានដែរបើយើងមិនចង់ដូរបើយើងចង់ដូរគឺយើងវាយ password ថ្មីមកបាទ6ខ្ទង់មានលេខមានអក្សរត្រឹមត្រូវមកហើយចុច continue មកគឺដូរបានចឹងដោយសារខ្ញុំអត់ចង់ដូរទេបាទចុច skip បាទកន្លែងអូខេអញ្ចឹងគឺជា account Facebook របស់យើងហើយបាទខ្ញុំចុច save មកចាក់ allow មួយទៀតឬយើងអាច link ជាមួយនឹង account នេះបានហើយបាទអញ្ចឹងសម្រាប់បងប្អូនដែលប្រើប្រាស់ Facebook បាទអ្នកនរគ្នាកុំភ្លេចចូលទៅ update Gmail ដាក់ Gmail ថ្មីឬ Gmail ដែលអ្នកនរគ្នាកំពុងតែប្រើផងនៅពេលដែលបងប្អូនបាត់ជាមួយ account នេះគឺយើងអាចយកមកវិញបានយ៉ាងងាយស្រួលបាទដូចក្នុងវីដេអូអញ្ចឹងបើសិនអ្នកគ្នាអត់មានជាមួយ Gmail នេះទេគឺភាគតិចក្នុងការយក account នេះបានដោយសារតែក្នុង Facebook គឺមិនអោយយើងចូល account គេងាយៗទេបាទអូខេអរគុណអ្នកគ្នាបាទជួបគ្នាវីដេអូក្រោយបាទអរគុណសម្រាប់ការទស្សនាវីដេអូនេះអូខេ